អស់រយៈពេលជាច្រើនទសវត្សរ៍ពិភពលោកបានលួងលក់ក្នុងការស្មានគេថាវាគ្រាន់តែជាពាក្យចចាមអារាមគេថាវាមានតែនៅក្នុងភាពយន្តវិទ្យាសាស្ត្រប៉ុន្តែនៅឆ្នាំ2026នេះស្រមោលនៃមជ្ឈរាជលើដែនអាកាសបានខ្លាំងជាការពិតលឿនជាងក្រៅកំភ្លើងរ៉ាដាមើលមិនឃើញនិងគ្មានមនុស្សបើកនៅឆ្នាំ2026នេះគឺជាឆ្នាំរបស់ស្ដេចនៃល្បឿនចំនួនថ្មីជួបជាមួយកំពូលយន្តហោះគ្មានមនុស្សបើកដែលបំបែកកំណត់ត្រាល្បឿន6ម៉ាក់អ្នកប្រហែលជាធ្លាប់ឃើញវានៅក្នុងរឿង Top Gun Maverick ហើយគិតថាវាមិនមែនជាការពិតប៉ុន្តែអ្នកគិតខុសហើយអ្វីដែលអ្នកកំពុងឃើញនៅពេលនេះមិនមែនជា CGI ទេវាគឺជាស្នាដៃវិស្វកម្មដ៏អស្ចារ្យបំផុតរបស់មនុស្សជាតិដែលវាអាចហោះទៅដល់គ្រប់ទីកន្លែងលើផែនដីសូមស្វាគមន៍មកកាន់យុគសម័យថ្មីនៃ SR-72 Dark Star តើបីសាយល្បឿនមួយនេះមានសមត្ថភាពអ្វីខ្លះដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតោះទៅដឹងទាំងអស់គ្នា SR-72 គឺជាគម្រោងយន្តហោះស៊ើបការនិងវាយប្រហារដែលគ្មានអ្នកបើកបរនិងមានល្បឿនលឿនជាងសម្លេងខ្លាំងដែលកំពុងត្រូវបានអភិវឌ្ឍដោយផ្នែក Skunkworks របស់ក្រុមហ៊ុន Lockheed Martin ដើម្បីក្លាយជាអ្នកបន្តតំណែងពីយន្តហោះ SR-71 Blackbird ដ៏ល្បីល្បាញជាញឹកញាប់វាត្រូវបានគេផ្សារភ្ជាប់ក្រៅផ្លូវការជាមួយយន្តហោះ Dark Star នៅក្នុងរឿង Top Gun Maverick ប៉ុន្តែក្រុមហ៊ុន Lockheed Martin បានបញ្ជាក់ថាយន្តហោះក្នុងរឿងនោះមិនមែនជារូបភាពពិតនៃ SR-72 នោះគោលដៅសំខាន់នៃគម្រោងនេះគឺការហោះហើរក្នុងល្បឿនលឿនបំផុតចូលទៅក្នុងដែនអាកាសដែលមានការការពារតឹងរ៉ឹងដើម្បីធ្វើការស៊ើបការឃ្លាំមើលនិងឆ្លូបយកការហើយអាចនឹងឈានដល់ការវាយប្រហារមុនពេលប្រព័ន្ធការពាររបស់សត្រូវអាចឆ្លើយតបទឿនទំហំនិងរចនាសម្ព័ន្ធវិមាត្រផ្លូវការមិនត្រូវបានបញ្ចេញជាសាធារណៈទេដោយសារតែកម្មវិធីនេះមានលក្ខណៈសម្ងាត់ការប៉ាន់ស្មានក្រៅផ្លូវការជាច្រើនបានបង្ហាញថាយន្តហោះនេះអាចមានទំហំប្រហាក់ប្រហែលឬធំជាង SR-71 បន្តិចដោយអាចមានប្រវែងប្រហែល30ម៉ែត្រឬ100ហ្វីតនិងមានស្លាបប្រហាក់ប្រហែលគ្នាប៉ុន្តែនេះគ្រាន់តែជាការស្មានប៉ុណ្ណោះការរចនានេះតម្រូវឲ្យប្រើវត្ថុធាតុដើមដែលធន់នឹងកម្ដៅកម្រិតខ្ពស់ដូចជាសមាសធាតុផ្លាស្ទិកកម្រិតខ្ពស់ឬលោហៈធាតុពិសេសដើម្បីទប់ទល់នឹងកម្ដៅដែលកើតចេញពីការហោះហើរល្បឿនលឿនផ្នែកអាកាសរូបរាងរបស់វាផ្ដោតលើភាពរលោងដើម្បីកាត់បន្ថយការកកិតខ្យល់ដែលផ្សំជាមួយលក្ខណៈសម្បត្តិកិច្ចពីរ៉ាដាចំពោះសមត្ថភាពប្រតិបត្តិការល្បឿន Hypersonic គោលដៅគឺប្រហែល6ម៉ាក់ឬប្រហែល 6600 ម៉ាយក្នុង1ម៉ោងឬ 7400 គីឡូម៉ែត្រក្នុង1ម៉ោងចំពោះកម្ពស់ទំនងជាអាចប្រតិបត្តិការបានខ្ពស់ខ្លាំងក្នុងបរិយាកាសដែលប៉ាន់ស្មានថាអាចលើសពី 80000 ហ្វីតចំពោះចម្ងាយហោះហើរប្រភពខ្លះលើកឡើងថាវាអាចហោះបានឆ្លងទ្វីបជាង 10000 គីឡូម៉ែត្រឬអាចទៅដល់គោលដៅឆ្ងាយៗបានយ៉ាងឆាប់រហ័សចំពោះរយៈពេលហោះហើរក្នុងល្បឿនមានកម្រិតប្រហែល 1 ទៅ 2 ម៉ោងក្នុងល្បឿនខ្ពស់មុនពេលបញ្ហាស៊ីប្រេងនិងកម្ដៅកំណត់ប្រតិបត្តិការរីឯម៉ាស៊ីនប្រព័ន្ធរុញច្រានរបស់ SR-72 គឺជាលក្ខណៈពិសេសដែលទំនើបបំផុតវាគ្រោងនឹងប្រើប្រាស់ប្រព័ន្ធ Turbine Based Combined ឬហៅកាត់ TBCC ដែលអភិវឌ្ឍរួមគ្នាជាមួយ Aerojet Rocketdyne ម៉ាស៊ីន Turbine នឹងប្រើប្រាស់សម្រាប់ការហោះឡើងនិងការហោះក្នុងល្បឿនទាបម៉ាស៊ីនស្រាំចិត្តនឹងប្រើដើម្បីរក្សាល្បឿនលឿនជាងសំឡេងខ្លាំងប្រព័ន្ធ TBCC ត្រូវបានទាមទារព្រោះគ្មានម៉ាស៊ីនណាមួយអាចដំណើរការប្រកបដោយប្រសិទ្ធភាពចាប់ពីការឈប់ស្ងៀមរហូតដល់ល្បឿន6ម៉ាក់តែឯងនោះទេរីឯការផ្ទុកនិងសព្វវុធវារំពឹងថានឹងផ្ទុកឧបករណ៍ចាំសញ្ញា ISR កាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់រ៉ាដានិងឧបករណ៍ចារកម្មអេឡិចត្រូនិកការប៉ាន់ស្មានខ្លាំងក្នុងឧស្សាហកម្មការពារជាតិបង្ហាញថាវាអាចផ្ទុកអាវុធវាយប្រហារដែលមានភាពជាក់លាក់ឬដែលអាចផ្ទុកបាន 1000 ទៅ 2000 គីឡូក្រាមទោះបីជាមិនទាន់មានការបញ្ជាជាផ្លូវការអំពីអាវុធក៏ដោយតាមទស្សនវិជ្ជានៃការរចនាគឺបេសកកម្មទ្វេការស៊ើបការជុំវិញពិភពលោកតាមពេលវេលាជាក់ស្ដែងនិងសមត្ថភាពវាយប្រហារគោលដៅយ៉ាងលឿនប្រសិនបើចាំបាច់រីឯប្រព័ន្ធ Avionics និងប្រព័ន្ធផ្សេងៗមានការបញ្ជាជាផ្លូវការតិចតួចណាស់អំពីប្រព័ន្ធអេឡិចត្រូនិកតាមគំនិត SR-72 និងបំពាក់ប្រព័ន្ធរករកកម្រិតខ្ពស់ GPS ឬ INS ប្រព័ន្ធ ISR កុំព្យូទ័របេសកកម្មនិងប្រព័ន្ធភ្ជាប់ទិន្នន័យដែលមានសុវត្ថិភាពសម្រាប់ការបញ្ជាពីចម្ងាយដោយសារវាជាយន្តហោះគ្មានមនុស្សបើកនិងមានល្បឿនលឿនការបញ្
បញ្ជាដោយស្វ័យប្រវត្តិនិងការសម្គាល់គោលដៅអាចនឹងប្រើប្រាស់កម្មវិធីដែលជំនួយដោយបញ្ញាសិប្បនិម្មិត AI បច្ចេកវិទ្យាកិច្ចពីរ៉ាដានិងប្រព័ន្ធបង្អាកអេឡិចត្រូនិកទំនងជាផ្នែកមួយនៃប្រព័ន្ធការពារខ្លួនរីឯប្រវត្តិប្រតិបត្តិការ SR-72 មិនទាន់ចូលបម្រើការនៅឡើយទេវាជាគម្រោងកំពុងអភិវឌ្ឍការអភិវឌ្ឍបានចាប់ផ្ដើមតាំងពីដើមទសវត្សរ៍ឆ្នាំ2000ក្រោយពី SR-71 ចូលនិវត្តន៍ដោយមានការពិភាក្សាជាសាធារណៈនៅប្រហែលឆ្នាំ2013អ្នកវិភាគមួយចំនួនរាយការណ៍ថាការងាររបស់ Lockheed Martin នៅតែបន្តនៅកន្លែងសម្ងាត់ Skunk-Works ហើយការចំណាយសម្ងាត់មួយចំនួនអាចទាក់ទងនឹងបច្ចេកវិទ្យា SR-72 អ្នកវិភាគរំពឹងថាវាអាចនឹងចូលបម្រើការនៅទសវត្សរ៍ឆ្នាំ2030ដោយអាស្រ័យលើថវិកានិងការទំនួលទំលាយផ្នែកបច្ចេកវិទ្យាចំពោះព័ត៌មានបន្ថែមឈ្មោះ SR-72 គឺជាឈ្មោះគំនិតរបស់ Lockheed មិនទាន់ជាឈ្មោះផ្លូវការរបស់កងទ័ពអាកាសអាមេរិកទេលឿនធៀបនឹងភាពមើលមិនឃើញជំនួសឲ្យការផ្ដោតតែលើការកេចពីរ៉ាដាដោយយន្តហោះចម្បាំងចំនួនទី5 SR-72 ដែលផ្ដោតលើការរួមបញ្ចូលគ្នានៃល្បឿនដ៏ខ្លាំងនិងភាពពិបាកក្នុងការចាប់សញ្ញាដើម្បីកេចពីការការពារបញ្ហាកម្ដៅការហោះហើរល្បឿន Hypersonic បង្កើតកម្ដៅខ្លាំងដែលទាមទារប្រព័ន្ធការពារកម្ដៅថ្មីចំពោះអត្តពលវប្បធម៌ឈ្មោះ Dark Star ល្បីល្បាញដោយសាររឿង Top Gun Maverick ប៉ុន្តែគម្រោងពិតមានភាពសម្ងាត់ខ្លាំងជាងនិងសមត្ថភាពជាក់ស្ដែងអាចខុសពីក្នុងភាពយន្តដោយឡែកតើ SR-72 គឺជាអ្វីឲ្យពិតប្រាកដស្រមៃថាវាជាចរកម្មលើផ្ទៃមេឃចំនួនថ្មីវាគឺជាយន្តហោះដែលបង្កើតឡើងដើម្បីហោះទៅមើលកន្លែងណាមួយក្នុងពិភពលោកលួចថតរូបឬទម្លាក់ក្របែកហើយហោះត្រឡប់មកវិញដោយសុវត្ថិភាពមុនពេលសត្រូវដឹងខ្លួនឬអាចបាញ់ទម្លាក់បានយន្តហោះដឹកអ្នកដំណើរធម្មតាហោះក្នុងល្បឿនប្រហែល900 គីឡូម៉ែត្រក្នុង1ម៉ោងរីឯ SR-72 ហោះក្នុងល្បឿនប្រហែល7400 គីឡូម៉ែត្រក្នុង1ម៉ោងជាឧទាហរណ៍ប្រសិនបើអ្នកជិះ SR-72 ដែលអ្នកអាចធ្វើដំណើរពីរាជធានីភ្នំពេញទៅទីក្រុងបាងកកប្រទេសថៃដែលមានចម្ងាយប្រហែល500 គីឡូម៉ែត្រដោយចំណាយពេលត្រឹមតែ4នាទីប៉ុណ្ណោះនៅក្នុងឆ្នាំ2026បច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិតកាន់តែឆ្លាតវៃការហោះហើរក្នុងល្បឿនបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សហើយរាងកាយមនុស្សមិនអាចធន់នឹងសម្ពាធខ្លាំងបានទេដូច្នេះការប្រើកុំព្យូទ័របញ្ជាគឺមានសុវត្ថិភាពជាងនិងមានប្រសិទ្ធភាពជាងមកដល់ពេលនេះ SR-72 ទំនងជានៅតែជាគម្រោងសម្ងាត់កម្រិតខ្ពស់ដដែលយើងប្រហែលជាបានឃើញគំរូសាឡបងហោះហើរខ្លះៗហើយប៉ុន្តែវាមិនទាន់ត្រូវបានយកមកប្រើប្រាស់ពេញលេញក្នុងសង្គ្រាមទេវានៅតែស្ថិតក្នុងការពិសោធន៍ម៉ាស៊ីនពិសេសដែលហៅថា TBCC ឬម៉ាស៊ីនកូនកាត់ដែលអាចឲ្យវាហោះយឺតបានពេលឡើងនិងហោះលឿនដូចក្រកាំភ្លើងបានពេលនៅលើអាកាសរឿង Dark Star ក្នុងកុន Top Gun បើអ្នកធ្លាប់មើលរឿង Top Gun Maverick យន្តហោះដែលតួឯកជិះនៅដើមរឿងនោះហើយដែលយកគំរូតាម SR-72 ទោះបីជាក្នុងកុនជាការស្រមើស្រមៃប៉ុន្តែវាបង្ហាញពីគោលបំណងពិតនៃយន្តហោះនេះគឺលឿនជាងអ្វីៗទាំងអស់នៅលើផែនដីជារួម SR-72 គឺជាអនាគតនៃយន្តហោះចរកម្មអាមេរិកដែលប្រើល្បឿនលឿនបំផុតជាអាវុធការពារខ្លួនហើយមកដល់ឆ្នាំ2026នេះវាគឺជាបច្ចេកវិទ្យាដែលកំពុងស្ថិតក្នុងការសាកល្បងចុងក្រោយដើម្បីត្រៀមខ្លួនប្រើប្រាស់នៅទសវត្សរ៍ក្រោយឬអាចនៅទសវត្សរ៍ឆ្នាំ2030សូមអរគុណចំពោះការតាមដានរបស់លោកអ្នក